បងប្អូនគាត់បានផ្ញើ artwork មកឲ្យហើយគាត់ប្រាប់ថាគាត់ចង់បានទំនាប់ mousepad សម្រាប់យកទៅដាក់ទ្រាប់ទូរស័ព្ទណាសម្រាប់ភ្ញៀវនៅលើតុ counter សម្រាប់ភ្ញៀវគាត់ unboxing ដាក់ iPad ដាក់ទូរស័ព្ទអីចឹងណាហ្នឹងហើយអញ្ចឹងគាត់រកដឹងទំហំប៉ុណ្ណាអញ្ចឹងយើង recommend ទំហំឲ្យគាត់មាន40 30ហើយជាមួយនឹង30 25ហើយអញ្ចឹងតទៅពីបងប្អូនគាត់ confirm size ហើយនេះគឺយើងចាប់ផ្ដើម design មានពីរ mode ទាំង artwork original របស់គាត់ហើយទាំង artwork ដែលយើង update ថ្មីជូនគាត់នេះណាយើង recommend ឲ្យគាត់ប្រើពណ៌ខ្មៅវិញដោយសារពណ៌ខ្មៅប្រើទៅវាងាយចាប់បន្លាអញ្ចឹងណាហ្នឹងហើយគាត់ថាអូខេបងប្អូនគាត់យកស្រឡាញ់យកពណ៌ខ្មៅគាត់ថាគាត់ចង់បានមាន mode design ពីខាងក្រោយកុំឲ្យវាខ្មៅទៅទេពេកអញ្ចឹងណាហ្នឹងហើយអត់អីទេអញ្ចឹងយើងតម្លាក់6 option ឲ្យបងប្អូនរើសហ្មងថាគាត់ស្រឡាញ់ background ខាងក្រោយនេះគាត់ស្រឡាញ់ mode មិនអីមិនអញ្ចឹងណាដល់បងប្អូនគាត់សម្រេចចិត្តក្នុងការយកនៅ artwork ទី1នេះគឺមានក្បាច់ខ្មែរពីខាងក្រោយហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនគាត់ confirm ហើយអូខេហើយគឺយើងអាចចាប់ផ្ដើមធ្វើការងារនឹងបានហើយនេះមកប៉ែតបងប្អូនបន្ទាប់ពីយើង print ហើយស្អាតមែនទែនបងប្អូនសម្រាប់ពណ៌សម្រាប់ទឹកថ្នាំចេញមក print ច្បាស់ស្អាតហើយណាបងប្អូននេះ logo របស់បង Net 108ពណ៌ទឹកថ្នាំដូចបងបានឃើញច្បាស់ស្អាតហ្មងនេះ pattern ខាងក្រោយក្បាច់ខ្មែរស្អាតអានេះទំហំ40បដោយ40ទៅតឹង30ហើយកម្រាស់ mousepad ទាំងអស់គឺ5 mm បងប្អូនសាច់ក្រាស់ទុនស្អាតហើយដាក់ទ្រាប់ទូរស័ព្ទដាក់ទ្រាប់ iPad ទេអានេះដាក់រហូតដល់បាន3ទៅ10 inch iPad ស៊េរីចុងក្រោយគឺអាចនៅតែដាក់ប្រើបានអញ្ចឹងដោយសារទំហំនេះធំណាទៅតឹងវា30ហើយបើថាចង់ដាក់ laptop អី6 10 inch 5 10 inch ក៏ដាក់ទ្រាប់នៅលើនឹងបានដែរអញ្ចឹងណាហ្នឹងហើយអានេះធំហើយសម្រាប់ទំហំនេះគឺ30 25អានេះក៏ cute ដែរទំហំវាធំល្មមណាហើយ30 25អានេះធំហើយចឹងបងត្រូវការកំង mousepad សម្រាប់ដាក់នៅលើតុហាងលក់ទូរស័ព្ទយកទៅដាក់ប្រើអីគឺប្រើពួកនេះបងសាច់វាល្អសាច់វាទន់ណាសាច់វាទន់ស្រួលប្រើហើយពួកនេះប្រើកាន់ឆ្នាំប្រើងាយខូចទេសាច់វាល្អសាច់វាទន់ហើយអញ្ចឹងទោះបីជាដាក់របស់មានតម្លៃថ្លៃ iPad ដាក់អីពីលើហ្នឹងនិយាយទៅអត់មានបញ្ហាឆ្កូតឬក៏កលិតស្នាមអីអញ្ចឹងណាប្រើពួកនេះល្អអញ្ចឹងបងត្រូវការកំងអាចតតងតាម Telegram សម្រាប់ប្រាប់ពីទំហំប្រាប់ពីអីបងមាន artwork ស្រាប់ៗបងផ្ញើមកហើយអញ្ចឹងសម្រាប់ការកំងអីប្រហែលក្នុងវ៉ាន់10ថ្ងៃជាងមកដល់អញ្ចឹងណាបង